ហើយវីសាហ្នឹងគេហៅថាវីសា K អញ្ចឹងអ្នកនឹងមានសិទ្ធិរស់នៅស្រុកខ្មែរស្របច្បាប់មិនបាច់ទៅវិញទេប៉ាសពតនៅមួយជីវិតនេះជាគ្រោះថ្នាក់របស់ប្រទេសជាតិខ្មែរយ៉ាងធំណាស់ប៉ុន្តែយើងមិនតាន់បានឮសារព័ត៌មានណាចុះផ្សាយអំពីវីសា K នៅឡើយទេប៉ុន្តែបើសិនជាបងប្អូនសារព័ត៌មានចង់ដឹងវីសា K បែបណាសូមបងប្អូននៅជាមួយខ្ញុំឬក៏បងប្អូនទៅតាមដានស៊ើបអង្កេតនៅប៉ូលីសព្រំដែននឹងឃើញវីសា K ហើយជាគ្រោះថ្នាក់ជាតិធំណាស់ហើយមួយទៀតយួនគេចូលមកស្រុកខ្មែរគេដើរកាត់តាមវាលស្រែបើសិនជាប៉ូលីសអាជ្ញាធរណាចាប់បានគេឆ្លើយថាគេបងលុយរួចហើយឬក៏គេឲ្យលុយប៉ូលីសនឹងតិចតួចគេចូលបានហើយថ្ងៃមួយកាលខ្ញុំនៅជាលោកសង្ឃនៅវត្តកំពង់ត្រាច់ខេត្តកំពតមានយួនមួយគេចូលមកស្រុកខ្មែរហើយគេសុំបាយស៊ីនៅវត្តខ្ញុំថាអូខេវត្តហ្នឹងមិនមែនជាបរណាទេគឺរបស់ពុទ្ធបរិស័ទក្នុងជនជាតិណាឯងមិនសិនហូបបាយប៉ុន្តែហូបបាយហើយខ្ញុំទូនឯងទៅបោះដើម្បីស៊ើបសួរមើលតែឯងចូលមកស្រុកខ្មែរមានស្អាតឬអត់ខ្ញុំសួរតែប៉ុណ្្នឹងយួនរៀបអាចដាក់ខោរត់ចូលខ្ញុំបាត់អត់មានទៀមបាយហូបទៀតទេបាទពីព្រោះយើងចង់អំពាវនាវប្រជាពលរដ្ឋខ្មែរទាំងអស់ប្រជាពលរដ្ឋបាក់ខ្មែរម្នាក់គឺមានកតបកិច្ចការពីពលរដ្ឋការពីប្រទេសជាតិខ្មែរម្នាក់បងប្អូនណាសប្តាហ៍ថ្ងៃនេះហេតុអីបានយើងមិនរំពឹងទៅច្បាប់បន្តប្រវេសនិងច្បាប់សញ្ជាតិនៅស្រុកខ្មែរដោយសារយើងដឹងតែខាត់ថារដ្ឋាភិបាលហ៊ុនសែនគឺជារដ្ឋាភិបាលអាយុនបាទបងពីទៅសូមកុំឲ្យប្រើពាក្យអសុរជាពិសេសហើយប៉ះពាល់ទៅដល់អ្នកខ្ញុំសូមបង្ហាញបន្តិចខ្ញុំនិយាយក្នុងនាមពលរដ្ឋខ្ញុំទទួលជំនួសចំពោះមុខច្បាប់មែនបងប្អូនបើសិនវេទិកាមកទទួលខុសត្រូវខ្ញុំសុខចិត្តចូលគុកបើខ្ញុំនិយាយខុសណាហើយក្នុងនាមខ្ញុំសូមប្រវត្តិជាខ្មែរកម្ពុជាក្រមហ៊ានហៅហ៊ុនសែនថាជាអាយ៉ងយួនបាទពីព្រោះហេតុអីជាអាយ៉ងយួនពីព្រោះហ៊ុនសែនផ្ដល់ការអនុញ្ញាតឲ្យយួនរត់ទឹកខ្មាស់ស្រុកខ្មែរពេញទឹកពេញដីដោយគ្មានច្បាប់បន្តប្រវេសបាទហើយហ៊ុនសែនគ្មានចំណាត់ការលើយួនយើងមានច្បាប់បន្តប្រវេសនៅក្នុងដៃប៉ុន្តែអត់អនុវត្តទៅបន្តប្រវេសហើយយើងប្រជាពលរដ្ឋឈឺចាប់សម្ដែងមតិអំពីបន្តប្រវេសតើសតវត្សណាយួនចេញពីទឹកដីខ្មែរចំណាត់ការតែមួយគត់ប្រជាពលរដ្ឋខ្មែរត្រូវតែបោះឆ្នោតតំណែងហ៊ុនសែនបើមិនអញ្ចឹងទេប្រជាពលរដ្ឋខ្មែរត្រូវទៅធ្វើបាតុកម្មក្រោកខ្លងប្រឆាំងដូចហ៊ុនសែនចុះសូមអរគុណបាទចាសូមអរគុណវត្តមានបងប្រុសបញ្ចេញមតិក្នុងការ